នេះគឺជា tablet មួយដែលអាចជំនួសកិច្ចការងារមួយចំនួនរបស់កុំព្យូទ័របានហើយសំខាន់តម្លៃវាខ្ទង់តែ$200ទេបងប្អូនមកធំមែនតើដល់ទៅ10000មីលីអាំពែម៉ោងហើយមកជាមួយនឹងអេក្រង់កម្រិត 2K ទៀតហើយមួយនេះគឺយើងអាចដាក់ SIM តែចេញចូលគឺជាប្រើប្រាស់អ៊ីនធឺណិតនេះបានមួយអែមតែម្ដងអញ្ចឹងនេះគឺ Tecno MegaPad Pro បាទអញ្ចឹងសម្រាប់ tablet មួយនេះបាទនិយាយទៅវាជារបស់មួយដែលអាចនិយាយបានថាវាងាយស្រួលដាក់តាមខ្លួនជាងប្រភេទ laptop អញ្ចឹងណាបងប្អូនដោយសារតែអីវាស្រាលហើយវាស្ដើងស្រួលដាក់តាមខ្លួនអញ្ចឹងទៅវាមិនញ៉ៃញ៉ៃទេហើយណាមួយក៏យើងមិនចាំបាច់បតោឆ្នាំងសាអីធំដាក់តាមខ្លួនដែរព្រោះជាទូទៅបើសិនជាយើងប្រើប្រាស់ laptop បាទ laptop performance ទៀតអានឹងរឹតតែយើងត្រូវការធ្ងន់ទៀតស្ពាយធ្ងន់អញ្ចឹងណាប៉ុន្តែគាត់ថានេះវាស្ដើងហើយទម្ងន់វាក៏វាស្រាលដែរអញ្ចឹងទៅហើយបើនិយាយពី function ក៏ជាមុខងារនៅក្នុងនេះគឺយើងអាចប្រើប្រាស់មុខងារច្រើនមែនទែនដែលស្តៀងជាមួយនឹងកុំព្យូទ័រដែរអញ្ចឹងណាបានន័យថាយើងធ្លាប់ប្រើនៅកុំព្យូទ័រមិនអានេះគឺយើងអាចប្រើប្រាស់នៅក្នុងនេះបានដូចគ្នាតែគាត់ថាវាមិនដូច100%ទេបងប្អូនដូចជាកិច្ចការងារធ្វើឯកសារធ្វើអីអាហ្នឹងគឺយើងអាចធ្វើបានដូចជាបំផ្លាញឯកសារការធ្វើអត្ថបទការធ្វើ slide ឬក៏ការរចនាអីទៅលើមេរៀនអីមួយចំនួនគឺយើងអាចធ្វើបាននៅក្នុង tablet នឹងអញ្ចឹងណាហើយអ្វីកម្មពិសេសគឺគេបានបំពាក់មកជាមួយនឹងមុខងារ AI មកកញ្ចប់នៅក្នុងនឹងអញ្ចឹងគឺយើងងាយស្រួលបានន័យថាយើងអាចប្រើប្រាស់មុខងារ AI នឹងដើម្បីឲ្យជួយទៅលើកិច្ចការងារប្រចាំថ្ងៃរបស់យើងបានអញ្ចឹងណាបើធៀបទៅជាមួយនឹងកុំព្យូទ័រអានេះក៏វាងាយស្រួលមួយយ៉ាងដែរហើយណាមួយមួយ set របស់វានេះគឺមានទាំង keyboard មានទាំង bridge អីមកមួយ set ចឹងទៅអញ្ចឹងគឺយើងអាចវាយទាំង keyboard ដោយកុំព្យូទ័រក៏ដូចជាយើងអាចប្រើប្រាស់ bridge ហ្នឹងដើម្បីងាយស្រួលក្នុងការ design ទៅលើការរចនា poster អីផ្សេងៗមួយចំនួនចឹងទៅដូចខ្ញុំចេះធ្វើវីដេអូផងឬក៏ធ្វើជា poster ធ្វើអីផងអញ្ចឹងអាហ្នឹងគឺវាត្រូវការមែនតើតាក់ទងទៅជាមួយនឹងមុខងារទាំងអស់ហ្នឹងហើយអញ្ចឹងតាក់ទងទៅជាមួយនឹងរូបរាងរបស់វាអ្នកនរគ្នាសម្រាប់ Tecno MegaPad Pro មួយនេះរូបរាងរបស់វា premium មែនតើការ design របស់វាណាខាងជុំវិញខ្លួនក៏ដូចជាក្នុងក្រោយរបស់វានេះក៏ជាប្រភេទលោហៈអញ្ចឹងពេលដែលយើងកាន់មកវាសឹងតែដូចប្រភេទគេហៅថា tablet ថ្លៃណាប៉ុន្តែជាក់ស្ដែងអានេះតម្លៃវាខ្ទង់តែ$200ទេបងប្អូនហើយមុខងារក្នុងហ្នឹងគឺច្រើនមែនតែទៀតខ្ញុំនឹងលម្អិតប្រាប់បងប្អូនអស់នេះមួយហើយអញ្ចឹងសម្រាប់ជុំវិញទូខ្លួនរបស់វា frame របស់វានេះគឺយើងឃើញមានប៊ូតុង AI មួយបងប្អូននេះពណ៌រាងទឹកក្រូចហ្នឹងហើយប៊ូតុងហ្នឹងគឺយើងគ្រាន់តែចុចមកប៉ឹកទៅគឺយើងអាច access ក៏ដូចជាចូលទៅកាន់មុខងារ AI របស់ Tecno ដែលគេដាក់នៅក្នុងហ្នឹងមានមកកញ្ចប់ក្នុងហ្នឹងហើយគឺយើងអាចប្រើប្រាស់បានច្រើនទៅទៀតខ្ញុំនឹងលម្អិតឲ្យមុខងារ AI មួយណាហើយអានេះគឺយើងមានឃើញជាមួយនឹងរុនដាក់ SIM slot សម្រាប់ដាក់ SIM យើងអាចដាក់ SIM បានមួយក៏ដូចជា micro SD card ចឹងទៅអញ្ចឹងសម្រាប់ការដាក់ SIM នេះគឺយើងអាចប្រើប្រាស់បានទាំងការទេទៅវិញទៅមកឬក៏ការប្រើប្រាស់អ៊ីនធឺណិតចឹងណាអញ្ចឹងអានេះក៏វាងាយស្រួលដែរបងប្អូនដោយសារតែអីប្រភេទ tablet មួយចំនួនគឺយើងអាចប្រើប្រាស់បានតែ Wi-Fi ទេអញ្ចឹងវាពិបាកមែនតើអាហ្នឹងតើទៅកន្លែងណាដែលមាន Wi-Fi ឬក៏ផ្ទះយើងមាន Wi-Fi ចឹងទៅប៉ុន្តែបើសិនជាអានេះយើងអាចប្រើប្រាស់បានទាំងអ៊ីនធឺណិត SIM របស់យើងបើសិនជាទៅកន្លែងណាដែលអត់មាន Wi-Fi អានោះគឺយើងងាយស្រួលក្នុងការប្រើដែរអញ្ចឹងណាបងប្អូនអញ្ចឹងយើងមិនចាំបាច់ពិបាកអីសាំញ៉ាំអីច្រើនទៀតទេហើយសម្រាប់ micro SD card អានេះគឺយើងអាចដាក់បានដល់ទៅ 512G បងប្អូនដាក់បន្ថែមទៀតណា storage នៅក្នុងនេះវា 128G ស្រាប់ហើយអញ្ចឹងគឺយើងអាច add micro SD card បន្ថែមទៀតដល់ទៅ 512G អញ្ចឹងគឺច្រើនមែនតើហើយអញ្ចឹងសម្រាប់ speaker របស់វាអានេះគឺ4គ្រាប់បងប្អូន support ជាមួយនឹង Dolby Atmosចឹងសម្រាប់ខ្ញុំផ្ទាល់ក៏អ្នកចូលចិត្តមើលរឿងដែរហើយបងប្អូនទាំងគ្នាដែលចូលចិត្តមើលរឿងគឺគាត់ដឹងហើយគាត់តែងតែចង់បានប្រភេទសំឡេងដែលធ្ងន់ដែលងុំអីចឹងទៅអញ្ចឹងសម្រាប់ខ្ញុំបានតេស្តមួយរយៈកន្លងមកនោះឃើញថាសំឡេងវាបញ្ចេញមកល្អវាមិនស្រួយពេកទេហើយវាងុំល្អអញ្ចឹងបើសិនជាយើងស្ដាប់នៅក្នុងបន្ទប់តូចមួយល្មមយើងមិនចាំបាច់ដាក់ connect ជាមួយនឹង speaker ក្រៅទេប្រើតែមួយនេះបើកមកអស់មកគឺដឹងថាជក់ចិត្តតែម្ដងហើយណាមួយពេលយើងបើកមកអស់ណាគឺវាអត់ធ្វើឲ្យអាសលេងរបស់យើងនឹងរ៉ែទេសម្រាប់ speaker របស់វានេះហើយសម្រាប់កម្រាស់របស់វាក៏ស្ដាងដែរបងប្អូនត្រឹម 6.9 មីលីម៉ែត្រ 6.9 mm ហើយទម្ងន់របស់វាគឺស្រាលគ្រាន់បើ547ក្រាមអញ្ចឹងបើធៀបជាមួយនឹង laptop ណាគឺវាស្រាលជាងឆ្ងាយមែនតើបើ laptop ជាទូទៅវាអាចខ្ទង់1គីឡូ1គីឡូ2ខាំឬក៏អាចដល់2គីឡូចឹងទៅសម្រាប់ប្រភេទកុំព្យូទ័រធំៗណាប្រហែលគាត់ថានេះវាត្រឹមកន្លះគីឡូទេអញ្ចឹងយើងងាយស្រួលក្នុងការដាក់តាមខ្លួនទៅកន្លែងធ្វើការឆ្ងាយអញ្ចឹងទៅហើយឆ្នាំងសាកវាក៏វាមិនធំពេកដែរមកល្មមទេប៉ុន្តែឆ្នាំងសាកទូរស័ព្ទអីទេអញ្ចឹងបានន័យថាយើងងាយស្រួលក្នុងការដាក់តាមខ្លួនដើម្បីធ្វើការហើយមួយទៀតបងប្អូនសម្រាប់អេក្រង់របស់វានេះគឺទំហំ12 អ៊ីងអញ្ចឹងទំហំ12 អ៊ីងវាមកល្មមស្តង់ដារហើយបងប្អូនទំហំធំប៉ុណ្ណឹងអេក្រង់កុំព្យូទ័រហើយទៅលើ cam bezel របស់វាគឺគេបន្សល់មករៀងតូចមកល្មមទេវាមិនតូចពេកទេតែគាត់ថាប៉ុណ្ណឹងគឺយើងសមល្មមក្នុងការ
ធ្វើការងារឬក៏ការមើលវីដេអូអញ្ចឹងទៅវាមិនសល់អាហ្គេមធំពេកដែលយើងពិបាកមើលកម្លាំងអញ្ចឹងណាហើយទៅលើកម្រិត resolution របស់វាគឺដល់ទៅ 2K ជាមួយនឹងកម្រិតទឹកពណ៌ sRGB 100%អញ្ចឹងទៅលើការបញ្ចេញពណ៌មកគឺវាអាចបញ្ចេញពណ៌មកបានច្បាស់ស្អាត clear detail ល្អអញ្ចឹងណាប៉ុន្តែគាត់ថាចេះបងប្អូនទៅលើអេក្រង់ប្រភេទនេះវាមិនសូវជាដិតខ្លាំងពេកទេតែយើងអាចមិនល្មមទទួលយកបានដោយសារប្រភេទអេក្រង់នេះវាជាប្រភេទ IPS LCD អញ្ចឹងណាអញ្ចឹងហើយជាធម្មតាទេវាមិនដិតដូចប្រភេទ OLED ប្រភេទអីទេអញ្ចឹងណាហើយសម្រាប់ខ្ញុំគិតថាវាដូចជាមិនមានអីជាបញ្ហាទេសម្រាប់ការយកមកធ្វើការងារប្រចាំថ្ងៃធ្វើឯកសារធ្វើអីចឹងទៅហើយយើងអាចមើលរឿងអីតិចតួចចឹងទៅហើយជាមួយនឹងកម្រិត refresh rate របស់វាគឺ90 Hz បងប្អូនវាជួយឲ្យការប្រើប្រាស់ជាមួយនឹងកម្មវិធីរបស់យើងវាមិនល្មម smooth គ្រាន់បើវាមិនល្អិលពេកទេត្រឹម90 Hz ហើយមួយទៀតសម្រាប់កម្រិតពន្លឺចេះចេញមកក្រៅគឺត្រឹម450 nit អញ្ចឹងសម្រាប់450 nit គឺវាងាយស្រួលក៏ដូចជាវាសមល្មមនៅក្នុងការប្រើប្រាស់នៅក្នុង indoor អញ្ចឹងណាគឺត្រូវប៉ុន្តែគាត់ថាបើសិនយើងប្រើប្រាស់នៅ outdoor នៅខាងក្រៅអីគឺអាចនិយាយថាវារៀងពិបាកបន្តិចដោយសារកម្រិតពន្លឺប៉ុណ្ណឹងក៏វាមិនខ្ពស់ពេកដែរអញ្ចឹងបើសិនជាបងប្អូនធ្វើការនៅក្នុង office ឬក៏ធ្វើការនៅក្នុងហាងកាហ្វេនៅក្នុងផ្ទះអីអាហ្នឹងគឺវាល្អមែនទែនសម្រាប់កម្រិតពន្លឺប៉ុណ្ណឹងណាហើយសម្រាប់បទពិសោធន៍របស់ខ្ញុំផ្ទាល់ជាមួយនឹង tablet ដែលមានតម្លៃខ្ទង់$200 Tecno MegaPad Pro មួយនេះមួយរយៈកន្លងមកហ្នឹងគឺខ្ញុំបានប្រើប្រាស់ជាមួយនឹងការងារច្រើនហើយក៏វាអាចជួយ support ក៏ដូចជាជួយបំពេញការងារខ្ញុំបានច្រើនដែរបងប្អូនមិនថាការធ្វើឯកសារឬក៏ការធ្វើមេរៀនឬក៏ការធ្វើ script ទេព្រោះដោយសារតែខ្ញុំផ្ទាល់គឺត្រូវការវាយឯកសារច្រើនត្រូវការធ្វើ script ឬក៏ធ្វើ slide មេរៀនអីច្រើនអញ្ចឹងណាអញ្ចឹងដោយសារតែនេះមក set វាមកវាមានប៊ិចវាមាន keyboard អញ្ចឹងទៅខ្ញុំអាចប្រើប្រាស់ជំនួសកុំព្យូទ័រខ្ញុំបានមួយរយៈដែរអញ្ចឹងទៅហើយអានេះសម្រាប់ chip របស់វាគឺគេបំពាក់មកជាមួយនឹង chip Helio G100 Ultimate ហើយជាមួយនឹង RAM 16GB 8x8 ក៏ដូចជា memory 128GB ដែលយើងអាចបូកបន្ថែមក៏ដូចជាដាក់ micro SD card ហ្នឹងបានដល់ទៅ 512GB បន្ថែមទៀតបើសិនជាយើងចង់ add up ពីក្រៅបន្ថែមណាបងប្អូនហើយអញ្ចឹងតើតើជាមួយនឹងការងារដែលខ្ញុំបានធ្វើនៅក្នុងនេះខ្ញុំបានធ្វើតើតើជាមួយនឹងការធ្វើឯកសារច្រើនហើយនេះគឺ support ជាមួយនឹង WPS អញ្ចឹងបងប្អូនអាចធ្វើនៅក្នុងនឹងក៏បានដែរយើងអាចធ្វើជាឯកសារជា file doc ក៏ដូចជា file Excel ឬក៏ file PowerPoint អីគឺយើងអាចធ្វើនៅក្នុងនឹងបានប៉ុន្តែគាត់ថាសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំប្រើប្រាស់ច្រើនទៅលើ Google Doc ឬក៏ Google Slide ឬក៏ Google Sheet អីចឹងទៅអញ្ចឹងខ្ញុំប្រើប្រាស់ទៅលើនឹងច្រើនដោយសារតែវាងាយស្រួលអញ្ចឹងណាអញ្ចឹងសម្រាប់ការធ្វើ script ធ្វើអីនេះគឺយើងអាចធ្វើបានលឿនហើយជាពិសេសគឺការបញ្ជូនព័ត៌មានឬក៏ការស្វែងរកព័ត៌មានបន្ថែមក្នុងដោយសារតែនេះវាមានមុខងារ AI ស្រាប់ហើយតើតើនឹងការធ្វើ slide ស្អាតៗឬក៏ការធ្វើមេរៀនផ្សេងៗគឺខ្ញុំប្រើប្រាស់ជាមួយនឹង Canva នៅលើនេះក៏វា support ដើររលូនដែរបងប្អូនហើយជាមួយនឹង bit របស់វាគឺយើងអាចធ្វើការបានលឿនអញ្ចឹងណាតើតើជាមួយនឹងការ transform អីផ្សេងៗហើយក្រៅតែពីនេះទៅលើមុខងារ AI ដែលគេដាក់នៅក្នុងហ្នឹងអញ្ចឹងសម្រាប់មុខងារ AI គឺមានច្រើនមកកញ្ចប់របស់វាហ្នឹងហើយជាពិសេសគឺ button AI របស់វានេះយើងអាច access បានលឿនអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងចង់ប្រើប្រាស់ជាមួយនឹង AI chatbot របស់វាដែលដើរដោយ DeepSeek R1 ហ្នឹងគឺយើងអាចចុចប៊ូតុងមួយប៉ាច់មកគឺវាចេញមកឲ្យថាតើយើងចង់សួរអីយើងចង់និយាយពីអីសួរវានៅក្នុងនឹងបានបងប្អូនហើយវាក៏ដើរតួនាទីជួយអានយើងក៏បានដែរនៅក្នុងនឹងអញ្ចឹងណាអញ្ចឹងបើសិនជាយើងមានអត្ថបទវែងដែលយើងខ្ជិលអានយើងឲ្យវាជួយអានបានហើយយើងអាចឲ្យវាជួយសង្ខេបទៅលើចំណុចសំខាន់ៗផ្សេងៗអញ្ចឹងបើសិនជាយើងមើលវីដេអូនៅលើ YouTube អីផ្សេងៗខ្ញុំបាននិយាយខាងលើមិញហ្នឹងយើងពិបាកនៅក្នុងការ note មួយអញ្ចឹងគឺយើងអាចប្រើប្រាស់ AI នេះដើម្បីឲ្យវាជួយសង្ខេបទៅលើចំណុចសំខាន់ៗដែលយើងចង់បាននៅក្នុងនឹងគឺល្អមែនតើហើយមួយទៀតនោះគឺតាក់ទងនៅជាមួយនឹងការបំផ្លាញ document បំផ្លាញឯកសារផ្សេងៗយើងគ្រាន់តែថតរូបមកឬក៏យើងអាចបញ្ចាំងកាមេរ៉ានៅលើវាទៅគឺវាធ្វើការបំផ្លាញអាហ្នឹងទៅជា file doc ងាយស្រួលក្នុងការផ្ញើទៅអ្នកផ្សេងអីចឹងណាបងប្អូនហើយមួយទៀតក៏វាកាន់តែល្អដែរដោយសារតែតាក់ទងជាមួយនឹងក្មេងៗរៀនអីចឹងទៅតាក់ទងមួយការដោះស្រាយលំហាត់អីផ្សេងៗគឺយើងអាចដាក់នៅក្នុងនេះមកគឺវាជួយដោះស្រាយភ្លាមហើយអញ្ចឹងវាមានផ្សេងជាច្រើនទៀតដែលយើងអាច explore នៅក្នុងនឹងបានតែគាត់ថានេះគឺជាចំណុចក៏ដូចជា AI សំខាន់ដែលខ្ញុំចង់បង្ហាញក៏ដូចជាចង់ប្រាប់បងប្អូនរបស់គ្នាអញ្ចឹងណាថាវាអាចជួយកិច្ចការងាររបស់ខ្ញុំអញ្ចឹងទៅអញ្ចឹងខ្ញុំគិតថាតម្លៃខ្ទង់$200មួយនេះវាស័ក្តិសមមែនតើហើយទាំងរូបរាងទាំងសមត្ថភាពរបស់វាក៏ដូចជាមុខងារផ្សេងនៅក្នុងនឹងអញ្ចឹងទៅជាពិសេសគឺទំហំថ្មរបស់វាបងប្អូនដល់ទៅ10000មីលីអាំពែរម៉ោងគឺច្រើនមែនតើហើយទៅលើទំហំថ្មរបស់វានេះបាត់ពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំអាចប្រើប្រាស់បានចាប់ពី8 9ឬក៏ទៅដល់10ម៉ោងអញ្ចឹងទៅបងប្អូនអាស្រ័យទៅលើកិច្ចការងាររបស់យើងថាច្រើនឬក៏តិចអញ្ចឹងទៅព្រោះដោយសារតែខ្ញុំមិនតេស្តចុចឲ្យវាជាប់រហូតទេនេះគឺតាក់ទងជាមួយនឹងការតេស្តប្រើប្រាស់កិច្ចការងារជាក់ស្ដែង
ត្រូវធ្វើឯកសារខ្លះឬក៏ត្រូវមើលវីដេអូខ្លះត្រូវឲ្យខ្លះចឹងទៅតែគាត់ថានេះបើតាម document របស់គេទំហំថ្ម 10000 mAh ម៉ោងហ្នឹងអានឹងបើសិនជាយើង stand by វាចោលដល់ទៅ1800 ម៉ោងអញ្ចឹងគឺយូរមែនតើបើសិនជាយើងដាក់ចោលបានដល់ទៅ1800 ម៉ោងអញ្ចឹងបើគិតមើលទៅវាច្រើនថ្ងៃតែម្ដងវាជិត100ថ្ងៃហើយអញ្ចឹងសម្រាប់Tecno Megapad Pro មួយនេះអានេះវាមានពីរជម្រើសបងប្អូនវាមានពណ៌ខៀវជាមួយនឹងពណ៌ប្រផេះនៅនឹងដៃខ្ញុំកំពុងតែកាន់នេះហើយអានេះតម្លៃវា$209អានេះគឺបំពាក់មកជាមួយនឹង RAM 8/8ជាមួយនឹង storage 128GB ហើយវាមានមកជម្រើសទៀត Tecno Megapad SE អានោះតម្លៃវាត្រឹមតែ$169ទេហើយបំពាក់មកជាមួយនឹង RAM 6GB ក៏ដូចជា memory 128GB ដូចគ្នាអញ្ចឹងអានេះគឺមានលក់នៅលើទីផ្សារឲ្យបងប្អូនអាចរកទិញបានទៅតាមបណ្ដាហាងដែលនៅជិតបងប្អូនទាំងអស់គ្នាអូខេអញ្ចឹងអរគុណសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេជួបជាមួយខ្ញុំបានមកនៅវីដេអូក្រោយទៀតបាយបាយ